សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់មេរៀនតួអក្សរ D អញ្ចឹងយើងមកមើលទាំងអស់គ្នាបាទអញ្ចឹងចំណុចទី1នោះគឺយើងនិយាយអំពីការសរសេរបាទរបៀបសរសេរអញ្ចឹងតួអក្សរ D ដំបូងគឺយើងគ្រាន់តែចាប់ផ្ដើមគូបន្តិតពីលើមកខាងក្រោមមកបាទគូឆ្វោកចេះមកបន្ទាប់មកទៀតយើងចាប់ផ្ដើមពីខាងលើដូចគ្នាពីចំណុចដំបូងរបស់យើងទាញវាដោយអក្សរ C វាច្រាស់មកក្រោមឲ្យជិបគ្នាមកគឺយើងទទួលបានតួអក្សរ D ធំចំណែកដែលតួអក្សរ D តូចវិញគឺយើងគ្រាន់តែសរសេរដោយតួអក្សរ C តូចបាទយើងចាប់ពីចំណុចខាងលើនេះមកទាញមកខាងក្រោមមកបន្ទាប់ទៀតយើងគូសពីលើមកខាងក្រោមឬក៏បើសិនជាអ្នកគ្នាខ្ជិលដកប៊ិចឬដកខ្មៅទៅគូខាងលើយើងអាចគូសភ្ជាប់បានដោយចាប់ផ្ដើមពីចំណុចទី1ខាងលើដូចអំបញ្ញនេះបន្ទាប់ទៀតយើងអូសឡើងលើបណ្ដោយរួចទាញមកខាងក្រោមត្រង់បណ្ដោយបាទអញ្ចឹងអានឹងរបៀបសរសេរតួអក្សរ D តូចបាទចំពោះការអានវិញតួអក្សរនេះគឺអានថា D បាទហើយសំឡេងតួអក្សរ D គឺ D បាទ D បាទអញ្ចឹងឧទាហរណ៍ដូចជាពាក្យ dog បាទអញ្ចឹងបើយើងប្រកបវិញ D G dog តែនៅខំរៀនយើងនេះផ្ដោតថាតួអក្សរ D ហើយនឹងសំឡេងរបស់វាទេណាបាទគឺយើងត្រូវតែចាំថា D ពេលប្រកបអានពាក្យទៅគឺ D dog បាទអញ្ចឹងពាក្យដទៃទៀតនោះដូចគ្នាទេបាទពាក្យមួយទៀតនោះគឺពាក្យ day បាទបើយើងប្រកប AYA បាទ day បាទចំពោះពាក្យមួយទៀតនោះគឺពាក្យ door បើយើងប្រកប or door បាទប្រែថាទ្វារបាទមួយទៀតគឺពាក្យ desk បាទបើយើងប្រកប D នេះ desk sk សំឡេង sk desk បាទអញ្ចឹងប្រែថាតុធ្វើការឬក៏តុមានថតបាទអញ្ចឹងអានថា desk បាទអញ្ចឹងសរុបពាក្យរបស់យើងមកវិញគឺមាន4អំបញ្ញមិញបាទគឺពាក្យទី1គឺ dog day door desk អូខេអញ្ចឹងមេរៀនតួអក្សរ D បានឈានចូលដល់ទីបញ្ចប់ហើយអញ្ចឹងមេរៀនបន្តទៀតកុំភ្លេចតាមដានមេរៀនតួអក្សរ E បាទអញ្ចឹងបាយ